ក្រោយការចរចាជាមួយបារាំងមិនជោគជ័យព្រះអង្គបានបន្តដំណើរទៅកាន់សហរដ្ឋអាមេរិកកាណាដាជប៉ុនដើម្បីផ្ដល់បទសម្ភាសន៍ដល់វិទ្យុនិងកាសែតនានាដោយទ្រង់បានរំលេចអំពីទុក្ខលំបាករបស់ប្រជារាស្ត្រខ្មែរនិងភាពរឹងរូសរបស់បារាំងនៅកាណាដាព្រះអង្គបានថ្លែងតាមរយៈវិទ្យុកាណាដាថានៅកម្ពុជាបញ្ហាចលនាកុម្មុយនីសនៅឥណ្ឌូចិនមិនមែនជាបញ្ហាសំខាន់នៅប្រទេសវៀតណាមទេពីព្រោះប្រជាជនខ្មែរជាអ្នកកាន់លទ្ធិពុទ្ធសាសនាហើយកសិករខ្មែរសុទ្ធតែមានដីធ្លីរបស់គេគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតគេផងទៀតផ្ទុយទៅវិញប្រជាជនខ្មែរគ្រប់រូបតែងតែប្រាថ្នាចង់បានឯករាជ្យរបស់គេព្រះអង្គបានយាងមកដល់ក្រុងភ្នំពេញវិញនៅខែឧសភាហើយនៅខែមិថុនាព្រះអង្គបាននិរទេសព្រះកាយទៅគង់នៅតំបន់ស្វាយ័តក្នុងខេត្តសៀមរាបទីដែលដាបឈួនជាអ្នកគ្រប់គ្រងនៅទីនោះនៅថ្ងៃទី28ខែមិថុនាឆ្នាំ1953ព្រះអង្គបានយាងទៅកាន់ខេត្តបាត់ដំបងដើម្បីប្រម៉ែប្រមូលកម្លាំងតស៊ូប្រឆាំងនឹងសត្រូវគ្រប់ប្រភេទក្នុងបបហេតុឯករាជ្យជាតិការប្រកាសនេះបានអូសទាញខ្មែរគ្រប់និន្នាការរួមមានពួកខ្មែរអិសរាជខ្មែរដែលបម្រើការងារជាកងទ័ពបារាំងផងដែរខណៈសង្គ្រាមនៅវៀតណាមកាន់តែមានសភាពធ្ងន់ធ្ងរទៅប្រឆាំងនឹងបារាំងហើយចលនាប្រឆាំងនឹងសង្គ្រាមនេះចេះតែកើនឡើងជាលំដាប់នៅខែតុលាឆ្នាំ1953បារាំងបានយល់ព្រមចុះចាញ់បន្ទាប់ពីបានពិចារណាយ៉ាងល្អិតល្អន់ដោយបារាំងបានប្រគល់នៅអំណាចលើការគ្រប់គ្រងកងទ័ពតុលាការនិងកិច្ចការបរទេសថ្វាយព្រះមហាក្សត្រខ្មែររីឯការងារខាងសេដ្ឋកិច្ចដែលរួមមានការនាំចេញនាំចូលនិងគ្រប់គ្រងលើចំការកៅស៊ូនៅតែស្ថិតក្នុងដៃបារាំងដដែលនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ប្រទេសកម្ពុជាបានប្រកាសឯករាជ្យហើយក៏សន្មតជាថ្ងៃប្រកាសឯករាជ្យផ្លូវការទោះបីជានៅមិនទាន់ទទួលបានឯករាជ្យពេញលេញទាំងស្រុងពីបារាំងក៏ដោយសម្ដេចនរោត្តមសីហនុត្រូវបានគេប្រទានព្រះនាមជាព្រះបិតាឯករាជ្យជាតិចាប់តាំងពីពេលនោះមកក្នុងទំព័រប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានៅឆ្នាំ1954ព្រះបាទសម្ដេចនរោត្តមសីហនុបានបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងសន្និសីទក្រុងហ្សឺណែវក្រោមការដឹកនាំរបស់លោកញឹកយូឡុងឪពុកក្មេករបស់លោកសំរងស៊ីនិងលោកសំសេរីជាឪពុកបង្កើតក្នុងសន្និសីទបានចាប់ផ្ដើមឡើងពីថ្ងៃទី26ខែមេសារហូតដល់ថ្ងៃទី21និង22ខែកក្កដាដែលមានសំណុំរឿងសំខាន់ចំនួន2គឺបញ្ហានៅឧបទ្វីបកូរ៉េនិងបញ្ហានៅឥណ្ឌូចិនដែលមានប្រទេសចូលរួមជាច្រើនដូចជាសហរដ្ឋអាមេរិកអង់គ្លេសសហភាពសូវៀតចិនបារាំងព្រមទាំងប្រទេសដែលជាប់ពាក់ព័ន្ធនានានៅក្នុងសន្និសីទនេះកើតមានភាពចម្រូងចម្រាសអំពីភាពជាតំណាងនៃប្រទេសនីមួយៗក្នុងតំបន់ឥណ្ឌូចិនលោកផាំបានដុងតំណាងឲ្យអង្គការវៀតមិញបានទាមទារឲ្យខ្មែរអិសរាជនិងអង្គការកុម្មុយនីសប្រទេសឡាវចូលរួមក្នុងអង្គប្រជុំផងដោយលោកសង្កត់ធ្ងន់ថាគេមិនអាចនិយាយអំពីអនាគតនៃប្រទេសកម្ពុជានឹងឡើយដោយគ្មានវត្តមានក្រុមកុម្មុយនីសទាំងពីរនេះទេត្បិតក្រុមទាំងនេះបានប្រយុទ្ធកាន់កាប់ទឹកដីនៃប្រទេសទាំងពីរបានច្រើនតំបន់រួចទៅហើយតែសំណើនេះត្រូវបានបារាំងអាមេរិកជំទាស់រីឯសូវៀតនិងចិនគ្រប់គ្រងដោយឡែកលោកសំសារីជាគណៈប្រតិភូតំណាងរដ្ឋាភិបាលកម្ពុជារបស់សម្ដេចសីហនុបានជំទាស់ដាច់ខាតហើយពោលឡើងថាចលនាខ្មែរអិសរាជដែលលោកផាំបានដុងបានលើកឡើងនោះវាមានតែនៅក្នុងសតិអារម្មណ៍របស់បណ្ដារដ្ឋមន្ត្រីនៃប្លុកខាងកើតតែប៉ុណ្ណោះលោកវ៉ាន់ឌីកាអុងបានចារឹកនៅក្នុងសៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាភាគ1របស់ខ្លួនថាលោកសំសារីជាបញ្ញវន្តខ្មែរមួយរូបដែលមានចំណេះវិជ្ជាដ៏ខ្ពង់ខ្ពស់ហើយដែលមានចំហររឹងពឹងបំផុតក្នុងការស្វែងរកឯករាជ្យបរិបូរណ៍ពិតប្រាកដមកឲ្យខ្មែរគឺធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្ដាច់ប្រទេសកម្ពុជាឲ្យដាច់ចេញពីសហភាពបារាំងតែម្ដងតែក្រោយមកលោកបានក្លាយជាអ្នកប្រឆាំងសម្ដេចនរោត្តមសីហនុដែលមជ្ឈដ្ឋាននានាបានចោទប្រកាន់ទ្រង់ថាងាកទៅរកប្រទេសកុម្មុយនីសនៅថ្ងៃបិទបញ្ចប់នៃសន្និសីទអាមេរិកគ្មានវត្តមានក្នុងបន្ទប់ប្រជុំនោះទេហើយក៏មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងហ្សឺណែវដែរដោយអាមេរិកដកខ្លួនទៅរៀបចំប្រព័ន្ធការពារមួយនៅអាស៊ីប្រឆាំងនឹងកុម្មុយនីសគឺអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍សេអាតូនៅថ្ងៃទី8ខែកញ្ញាឆ្នាំ1945យ៉ាងណាមិញគណៈប្រតិភូខ្មែរបានទទួលជោគជ័យយ៉ាងត្រចះត្រចង់
ដោយប្រទេសកម្ពុជាទទួលបានឯករាជ្យបរិបូរណ៍និងមានសិទ្ធិជ្រើសរើសប្រទេសណាជាសម្ព័ន្ធមិត្តក៏បានដែរចលនាខ្មែរអិសរាជដែលមានវៀតណាមនៅពីក្រោយខ្មែរយើងមានពំនួលមួយថាមនុស្សដែលលង់ទឹកហើយសំបីតែសត្វពស់ក៏ហ៊ានស្រវាតោងដែរម្ល៉េះហើយទើបមនោគមវិជ្ជាកុម្មុយនីសបានរីកសាយភាយមកលើបណ្ដាប្រជាជាតិដែលស្ថិតនៅក្រោមនិមអាណានិគមរបស់លោកខាងលិចដូចជាប្រទេសចិននិងបណ្ដាប្រទេសនៅក្នុងតំបន់ឥណ្ឌូចិនដែលរួមមានវៀតណាមកម្ពុជានិងឡាវជាដើមគេយល់ឃើញថាមនោគមវិជ្ជាកុម្មុយនីសផ្ដល់នូវមធ្យោបាយនិងគំនិតសម្រាប់ងើបឡើងប្រឆាំងទៅនឹងពួកមូលធននិយមចក្រពត្តិនិយមហើយគេអាចបង្កើតសង្គមដ៏ស្អាតស្អំមួយដែលកសិករពលករទទួលបាននូវយុត្តិធម៌និងរស់នៅដោយស្មើភាពគ្នាដើម្បីអាចបកស្រាយឲ្យអស់សេចក្តីថាមូលហេតុអ្វីទើបលទ្ធិកុម្មុយនីសនេះត្រូវបានគេនាំចូលមកប្រទេសកម្ពុជានិងអ្វីជាមនោគមវិជ្ជានៃលទ្ធិមួយនេះនោះយើងត្រូវចាប់ផ្ដើមនិយាយអំពីដំណើរដើមទងរបស់វាដែលកាត់ឡើងនៅដើមដំបូងបំផុតជាមុនសិនពាក្យថាកុម្មុយនីសមានប្រភពមកពីភាសាឡាតាំង communis ដែលមានន័យជាភាសាអង់គ្លេសថា common ប្រយោជន៍រួមដែលសំដៅដល់ភាពជាម្ចាស់កម្មសិទ្ធិរួមនៃសង្គមតាមបែបធម្មជាតិពាក្យនេះត្រូវបានបង្ហាញខ្លួនតាមរយៈលោកកាឡាម៉ាក់និងលោក Friedrich Engels តាមរយៈស្នាដៃដែលបានបោះពុម្ពផ្សាយរួមគ្នាមានឈ្មោះថា The Communist Manifesto កាឡាម៉ាក់យល់ឃើញថាពួកមូលធននិយមបានជិះជាន់វណ្ណៈកម្មករដោយអ្នកក្រកាន់តែក្រទៅហើយមានចំនួនកាន់តែច្រើនទៅរីឯអ្នកមានកាន់តែមានទៅនិងមានចំនួនកាន់តែតិចទៅជាគោលគំនិតសំខាន់នៃលទ្ធិកុម្មុយនីសគឺជាទ្រឹស្ដីលុបបំបាត់ចោលនៅវណ្ណៈមូលធននិយមដែលជាក្រុមវណ្ណៈប្រើប្រាស់លុយធ្វើជាមធ្យោបាយផលិតកម្មបន្ទាប់មកគឺជាការកសាងនៅសង្គមថ្មីមួយជាសង្គមគ្មានកម្មសិទ្ធិឯកជនដោយមនុស្សម្នាក់ធ្វើការអាស្រ័យទៅតាមសមត្ថភាពនិងទទួលផលតាមសេចក្តីត្រូវការក្រោយកាឡាម៉ាក់បានស្លាប់ទៅមរតកគំនិតរបស់គាត់បានបន្សល់ទុកសម្រាប់អ្នកចំនួនក្រោយរៀនសូត្រតាមនិងយកទៅបកស្រាយតាមជ្រុងដាច់ដោយឡែកផ្សេងពីគ្នានៅខែកុម្ភៈឆ្នាំ1917ពួកកហបតីបានធ្វើបដិវត្តនៅរុស្ស៊ីដោយបានផ្ដួលរំលំរបបរាជានិយមផ្ដាច់ការដែលដឹកនាំដោយស្ដេចឆានីកូឡាស់ទី2ហើយបង្កើតជារដ្ឋាភិបាលបណ្ដោះអាសន្នមួយបន្ទាប់មកនៅខែតុលាឆ្នាំ1917គណៈបកប៊ុលសេវិករបស់លេនីនដែលជាអ្នកដើរតាមមាគ៌ាបដិវត្តរបស់កាឡាម៉ាក់បានធ្វើបដិវត្តផ្ដួលរំលំរដ្ឋាភិបាលបណ្ដោះអាសន្ននិងឈានទៅកាន់អំណាចជាមេដឹកនាំថ្មីរបស់រុស្ស៊ីក្រោយឡើងកាន់អំណាចលេនីនបានពង្រឹងនៅមនោគមវិជ្ជាកុម្មុយនីសនិងកសាងរបបសង្គមនិយមឲ្យរីកសាយភាយនៅជុំវិញពិភពលោកដើម្បីលុបបំបាត់ឲ្យអស់ពួកមូលធននិយមដែលលេនីនយល់ឃើញថាជាការជិះជាន់និងកេងប្រវ័ញ្ចមកលើពួកវណ្ណៈកម្មករនិងកសិករនៅឆ្នាំ1919នៅទីក្រុងមូស្គូលោកលេនីនបានប្រកាសបង្កើតនៅអង្គការអន្តរជាតិទី3ឬអង្គការកុម្មុយនីសអន្តរជាតិលុះនៅឆ្នាំ1920លោកហូជីមីញដែលកំពុងរស់នៅទ្វីបអឺរ៉ុបត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងអង្គការកុម្មុយនីសអន្តរជាតិដោយគាត់មានភារកិច្ចទទួលខុសត្រូវនៅក្នុងការផ្សារភ្ជាប់ចលនាកុម្មុយនីសនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍លទ្ធិកុម្មុយនីសនេះត្រូវបាននាំចូលមកប្រទេសកម្ពុជាលើកដំបូងបំផុតតាមរយៈគណបក្សកុម្មុយនីសឥណ្ឌូចិនរបស់លោកហូជីមីញដែលបានបង្កើតឡើងនៅឆ្នាំ1930នៅខណៈពេលនោះមានអិសរាជជនខ្មែរលោកសឹងងុកម៉ាញ់និងលោកទូសមុទ្រជាសមាជិកឈ្មោះសឹងងុកម៉ាញ់នេះត្រូវបានអ្នកស្រី Elizabeth Baker ពណ៌នាថាគឺជាការបូកផ្សំនៃឈ្មោះរបស់លោកសឹងងុកថាញ់និងលោកហូជីមីញត្បិតលោកសឹងងុកថាញ់គឺជាអ្នកតស៊ូខ្មែរមួយរូបដែលមានភាពសកម្មនិងល្បីល្បាញនៅក្នុងចលនាទាមទារឯករាជ្យពីប្រទេសអាណានិគមបារាំងក៏ប៉ុន្តែលោកជាអ្នកស្រឡាញ់សេរីភាពនិងពុំមែនជាជនកុម្មុយនីសនោះទេដោយឡែកតាមការរៀបរាប់របស់លោកនួនជាបងធំទី2របស់កម្ពុជាប្រជាធិបតេយ្យបានឲ្យដឹងនៅក្នុងសៀវភៅនួនជារៀបរាប់ដោយនួនជាទៅកាន់ព្រំផល្លាអំពីជីវិតបដិវត្តកុម្មុយនីសថាលោកសឹងងុកម៉ាញ់ជាមេកុម្មុយនីសខ្មែរគឺជាអតីតអ្នកបួសនៅវត្តសឹងភឿកដែនដីកម្ពុជាក្រោមគាត់មានទំនាក់ទំនងទៅនឹងខាងរាជការវៀតណាមត្បិតខាងវៀតណាមគេឧស្សាហ៍ចិញ្ចូលវត្តខ្មែរណាស់